នៅក្នុងពិភពលោកដ៏ធំទូលាយមួយនេះមានមេដឹកនាំមួយចំនួនដោយភាពល្បីល្បាញរបស់ពួកគេគឺបង្កប់ទៅដោយភាពអាថ៌កំបាំងថ្ងៃនេះយើងនឹងមកស្វែងយល់អំពីជីវប្រវត្តិរបស់បុគ្គលម្នាក់ដែលបានបន្តរីកសម្បត្តិពីឪពុកនិងជីតារបស់លោកម្នាក់នោះគឺលោកគីមចុងអ៊ុនលោកគីមចុងអ៊ុនគឺជាឈ្មោះដែលពិភពលោកទាំងមូលបានស្គាល់ប៉ុន្តែតើមានមនុស្សប្រមាណអ្នកដែលបានដឹងពីជីវប្រវត្តិនិងយុទ្ធសាស្ត្រនៅក្នុងការដឹកនាំរបស់លោកបន្តិចទៀតយើងនឹងចូលទៅស្វែងយល់ទាំងអស់គ្នា 우리는 전쟁을 바라지 않지만 결코 피할 생각 또한 없습니다. លោកគីមចុងអ៊ុនកើតនៅក្នុងឆ្នាំ1984លោកគឺជាកូនប្រុសទី3របស់លោកគីមចុងអ៊ីលកុមារភាពរបស់លោកមានភាពអាថ៌កំបាំងយ៉ាងខ្លាំងប៉ុន្តែតាមរបាយការណ៍ជាច្រើនបានបង្ហាញថាលោកធ្លាប់បានសិក្សានៅប្រទេសស្វីសក្រោមឈ្មោះខ្លែងខ្លាយក្នុងអំឡុងពេលនោះលោកត្រូវបានគេស្គាល់ថាលោកគឺជាមនុស្សម្នាក់ដែលចូលចិត្តកីឡាបាល់បោះយ៉ាងខ្លាំងបន្ទាប់ពីសិក្សានៅបរទេសលោកបានត្រឡប់មកប្រទេសកូរ៉េខាងជើងវិញដើម្បីមកសិក្សានៅមហាវិទ្យាល័យយោធារបស់លោកគីមអ៊ីលសុងការត្រៀមខ្លួនឡើងកាន់អំណាចរបស់លោកបានចាប់ផ្ដើមនៅចុងឆ្នាំ2010នៅពេលដែលលោកត្រូវបានគេដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ផ្កាយ4នៅខែធ្នូឆ្នាំ2011បន្ទាប់ពីមរណភាពរបស់ឪពុកលោកគីមចុងអ៊ុនបានឡើងកាន់អំណាចជាមេដឹកនាំកំពូលរបស់កូរ៉េខាងជើងនៅក្នុងអំឡុងពេលដំបូងនៃការដឹកនាំលោកបានប្រើប្រាស់វិធីសាស្ត្រដ៏តឹងរ៉ឹងដើម្បីពង្រឹងអំណាចរបស់ខ្លួនរបាយការណ៍ជាច្រើនបានរៀបរាប់ពីការបោះសម្អាតនៅមន្ត្រីជាន់ខ្ពស់ជាច្រើនអ្នករួមទាំងពូរបស់លោកគឺលោកចាងសុងថេកដែលត្រូវបានគេចោទប្រកាន់ពីបទក្បត់ជាតិផងដែរនៅក្នុងពេលជាមួយគ្នានោះលោកក៏បានបន្តនៅគោលនយោបាយប៊ូយ៉ុងជីនដែលជាគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចនិងកម្មវិធីអាវុធនុយក្លេអ៊ែរនៅក្នុងពេលតែមួយនោះតែម្ដងហើយលោកក៏បានធ្វើតេស្តនុយក្លេអ៊ែរនិងមីស៊ីលជាច្រើនលើកជាច្រើនសារដែលធ្វើឲ្យប្រទេសនៅជុំវិញពិភពលោកមានការព្រួយបារម្ភយ៉ាងខ្លាំងទោះបីជាមានភាពតានតឹងក៏ដោយលោកគីមចុងអ៊ុនក៏បានព្យាយាមមកសាងទំនាក់ទំនងអន្តរជាតិផងដែរនៅក្នុងឆ្នាំ2018លោកបានជួបជាមួយអតីតប្រធានាធិបតីអាមេរិកគឺលោកដូណាល់ត្រាំនៅប្រទេសសិង្ហបុរីដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលទាក់ទាញចំណាប់អារម្មណ៍ពិភពលោកទន្ទឹមនឹងនេះលោកក៏បានជួបជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូងនិងចិនដើម្បីកាត់បន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េការដឹកនាំរបស់លោកគីមចុងអ៊ុនគឺមានលក្ខណៈប្លែកពីឪពុករបស់លោកបានបង្ហាញខ្លួនជាសាធារណៈជាមួយនឹងភរិយានិងកូនស្រីរបស់លោកហើយតែងតែបង្កើតភាពស្និទ្ធស្នាលជាមួយនឹងប្រជាជននិងទាហានផងដែរយុទ្ធសាស្ត្រនេះហាក់ដូចជាមានគោលបំណងចង់ឲ្យប្រជាជនមើលឃើញថាលោកជាមេដឹកនាំដែលមានលក្ខណៈទំនើបនិងរួសរាយជាងមុនរហូតមកទល់ពេលនេះលោកគីមចុងអ៊ុនគឺជាមេដឹកនាំម្នាក់ដែលពិភពលោកតែងតែតាមដាននិងយកចិត្តទុកដាក់ទាំងយុទ្ធសាស្ត្រនយោបាយនិងការសម្រេចចិត្តរបស់លោកគឺមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសន្តិសុខនិងទំនាក់ទំនងអន្តរជាតិនេះគឺជាជីវប្រវត្តិត្រួសៗរបស់លោកគីមចុងអ៊ុនគឺជាមេដឹកនាំម្នាក់ដែលមានទាំងភាពខ្លាំងនិងអាថ៌កំបាំងតើអ្នកទាំងអស់គ្នាយល់ឃើញយ៉ាងណាចំពោះការដឹកនាំរបស់លោកគីមចុងអ៊ុនសូមចែករំលែកមតិរបស់អ្នកនៅខាងក្រោមវីដេអូនេះ